ផ្លែថ្នោតពីរផ្លែនេះតើមួយណាផ្លែថ្នោតចាស់តើមួយណាជាផ្លែថ្នោតខ្ចីឥឡូវបើបងប្អូនចង់ដឹងចាំខ្ញុំប្រាប់បងប្អូនរបៀបនៃការមើលផ្លែថ្នោតចាស់ឬមួយក៏ខ្ចីនោះគឺងាយស្រួលទេបងប្អូនមើលក្បាលលើក្បាលផ្លែថ្នោតហ្នឹងវាមានអក្សរសនេះរាងច្រើនជាងអាផ្លែថ្នោតចាស់បើផ្លែថ្នោតចាស់វាអត់មានអក្សរហ្នឹងទេវាមានដែរគាត់ថាវាមានតិចមែនតើអាពណ៌សរង្វង់មូលនៅលើក្បាលថ្នោតហ្នឹងណាឥឡូវចាំខ្ញុំចាត់ផ្លែថ្នោតខ្ចីនេះឲ្យបងប្អូនមើលបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចូលចិត្តនៅវីដេអូរបស់ខ្ញុំនេះសូមបងប្អូនជួយចុច like ជួយ share និងជួយ follow account របស់ខ្ញុំម្នាក់មួយផងបងប្អូនហើយនេះគឺជាផ្លែថ្នោតខ្ចីបងប្អូនផ្លែថ្នោតខ្ចីគឺបែបហ្នឹងនៅលើក្បាលរបស់វាហ្នឹងគឺរាងខ្ចីច្រើនជាងអាផ្លែថ្នោតចាស់បើសម្រាប់ផ្លែថ្នោតចាស់វិញអាកន្លែងក្បាលវាហ្នឹងគឺរឹងមែនតើហ្មងបើកវ៉ាត់របស់ខ្ញុំវិញគឺចិត្តអត់ចង់មុតទេបងប្អូនបាទវាអស់អាជាតិខ្ចីនៅលើក្បាលហ្នឹងហើយរបៀបមើលគឺមានតែប៉ុណ្្នឹងបងប្អូនមានអីពិបាកមើលទេបងប្អូនគ្រាន់តែមើលដូចខ្ញុំហ្នឹងទៅគឺដឹងថាផ្លែថ្នោតមួយណាចាស់មួយណាខ្ចីហើយបើផ្លែថ្នោតកាន់តែខ្ចីខ្លាំងអាកន្លែងក្បាលវាហ្នឹងសកាន់តែខ្លាំងហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបងប្អូនចាំជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយៗទៀត